សម្រាប់ជំហានទី2គឺសមាធិបើកចិត្តដែលភាសាអង់គ្លេសហៅថា mindfulness meditation សំណួរសួរថាអ្វីទៅគឺជាជំហានឬក៏ដំណាក់កាលទី2នៃការធ្វើសមាធិនេះសំណួរសួរទៀតថាតើអ្វីជាការធ្វើសមាធិដើម្បីបើកចិត្តសំណួរក៏សួរទៀតថាតើគេប្រតិបត្តិដូចម្តេចខ្លះនៅក្នុងគោលបំណងអ្វីនៅក្នុងវគ្គមុនយើងដឹងហើយថាគោលដៅនៃការធ្វើសមាធិនៅក្នុងដំណាក់កាលទី1គឺដើម្បីវឹកហាត់ឲ្យបាននៅចិត្តផ្ដោតតែបច្ចេកទេសសមាធិនៅក្នុងដំណាក់កាលទី2នេះគឺមានកម្រិតខ្ពស់ជាងសមាធិចិត្តផ្ដោតបន្តិចហើយក៏វាទាមទារឲ្យមនុស្សយើងត្រូវការឆ្លងកាត់នៅជំហានសមាធិនៅក្នុងដំណាក់កាលទី1នោះផងដែរដើម្បីឲ្យបានស្គាល់ស្ទាត់ជំនាញជាមុនសិនបច្ចេកទេសសមាធិនៅក្នុងវគ្គនេះខុសគ្នាត្រង់ថាយើងនឹងមិនសមាធិនៅមួយកន្លែងទៀតនោះទេគឺកន្លែងណាក៏យើងអាចធ្វើសមាធិបានដែរនិងអាចសមាធិជាមួយរបស់អ្វីក៏បានដែរយើងអាចសមាធិទោះជានៅទីកន្លែងស្ងាត់ឬក៏មិនស្ងាត់ក៏ដោយព្រោះថាមកដល់វគ្គនេះមានន័យថាអ្នកបានចម្រើនចិត្តផ្ដោតរួចទៅហើយដូច្នេះគ្មានអ្វីដែលអាចរំខាននៅគុណភាពចិត្តផ្ដោតរបស់អ្នកបានឡើយមនុស្សយើងនៅតែស្ងប់នៅទីកន្លែងដែលមិនស្ងប់ការដើរការដេកកាយវិការការដើរការដេកការឈរនិងការអង្គុយគ្រប់សកម្មភាពទាំងអស់អាចជាសកម្មភាពសមាធិនៅក្នុងដំណាក់កាលទី2នេះតែយើងហៅថាដេកដើរឈរអង្គុយក៏យើងអាចសមាធិបាននោះដែរសំណួរសួរថាតើចុះគោលដៅនៃការវឹកហាត់សមាធិក្នុងដំណាក់កាលទី2នេះគឺដើម្បីអ្វីចម្លើយការធ្វើសមាធិនៅក្នុងដំណាក់កាលនេះមនុស្សយើងចាប់ផ្ដើមចម្រើននៅបញ្ញាហើយគុណភាពចិត្តមួយទៀតដែលសំខាន់នៅក្នុងការចម្រើនបញ្ញានោះគឺគុណភាពចិត្តបើកដែលជាគុណភាពចិត្តបើកទទួលយកនៅចំណេះដឹងនៅក្នុងព្រះពុទ្ធសាសនាគេហៅថាស្ថានភាពចិត្តបើកនេះថាជាចិត្តវិបស្សនាឬក៏ស្ថានភាពចិត្តដែលមានសតិពេញលេញដែលភាសាអង់គ្លេសហៅថា mindfulness ដែលមានន័យថាជាគុណភាពចិត្តដែលមើលអ្វីដោយសតិដឹងពេញលេញជានិច្ចព្រោះថាការដឹងជាប្រភពនៃចំណេះដឹងនោះហើយទើបគេហៅថាចំណេះដឹងដែលមានន័យថាចំណេះដែលបានមកពីការដឹងស្ថានភាពចិត្តបើកនេះជាស្ថានភាពចិត្តដែលផ្ដោតមកនៅក្នុងពេលបច្ចុប្បន្នឬក៏មកនៅក្នុងពេលបច្ចុប្បន្នកាលជានិច្ចនេះឯងដូច្នេះមនុស្សចម្រើនបញ្ញាដោយសារតែមនុស្សទទួលបាននៅសច្ចភាពពិតពីធម៌ទាំងឡាយនៅក្នុងស្ថានភាពចិត្តបើកទទួលយកចំណេះដឹងនេះហើយព្រោះថាបច្ចុប្បន្នភាពគឺជាច្រកទ្វារដែលត្រូវសច្ចភាពឆ្លងកាត់សំណួរជាបន្តតើអ្វីទៅជាគុណភាពចិត្តបើកនោះចម្លើយនៅពេលដែលចិត្តរបស់មនុស្សយើងបើកទូលាយឬក៏មានសតិដឹងពេញលេញបរិបូរណ៍វាជាស្ថានភាពចិត្តដែលទទួលបាននៅចំណេះដឹងពេញលេញដោយមិនមានការរំខានវាជាស្ថានភាពចិត្តបើករៀនចិត្តបើកមើលនិងចិត្តស្ដាប់ប្រៀបដូចជាយើងរៀនជាមួយនឹងគ្រូនៅក្នុងសាលាពេលណាដែលយើងយកចិត្តទុកដាក់ស្ដាប់គ្រូដោយគ្មានការជំទាស់ហើយនឹងទទួលបានចំណេះពីគ្រូបានដោយពេញលេញដូចគ្នានេះផងដែរចិត្តដែលបើករៀនគឺជាចិត្តដែលដឹងដោយគ្មានការប្រកាន់ដឹងដោយគ្មានការប្រតិកម្មចិត្តដែលបើកឲ្យអ្វីឆ្លងកាត់ដោយមិនមានការជំទាស់ចិត្តគ្រាន់តែដឹងឬក៏មើលដំណើរការនៃការឆ្លងកាត់ដោយមិនវិនិច្ឆ័យទើបយើងអាចឃើញអំពីសច្ចភាពឬក៏ភាពបរិសុទ្ធនៃធម៌ទាំងឡាយនោះចិត្តប្រតិកម្មគឺជាការនិយាយរបស់ចិត្តនៅពេលយើងនិយាយយើងក៏មិនបានស្ដាប់បាន 100% នោះដែរដូចគ្នានេះដែរចិត្តដែលទម្លាប់មើលអ្វីមួយដើម្បីប្រតិកម្មមិនមែនជាគុណភាពចិត្តបើករៀននោះទេចិត្តស្ដាប់ឬចិត្តមើលនេះវាគឺជាគុណភាពចិត្តដែលចូលចិត្តនិយាយដោយមិនស្ដាប់ឬមិនទទួលយកនៅចំណេះដឹងថ្មីនោះឡើយការដឹងមានន័យថាចិត្តស្ដាប់ឯប្រតិកម្មនៅក្នុងចិត្តមានន័យថាចិត្តនិយាយហេតុអ្វីបានជាមនុស្សខ្លះមានពិសោធន៍ច្រើនតែមិនទទួលបាននៅចំណេះដឹងព្រោះថាដោយសារតែគុណភាពបើកចិត្តនៅមានកម្រិតហេតុអ្វីបានជាមានមនុស្សខ្លះនៅតែជួបនៅបញ្ហាដដែលហើយនៅតែមានកំហុសដដែលព្រោះថាដោយសារតែគេមិនទទួលបាននៅចំណេះដឹងឬមេរៀននោះឡើយដូច្នេះគុណភាពចិត្តបើករៀនឬក៏បើកទទួលយកគឺជាគុណភាពចិត្តចាំបាច់នៅក្នុងការទទួលយកនៅចំណេះដឹងមិនថាចំណេះដឹងនៅក្នុងផ្លូវលោកឬក៏ថាមិនថាក្នុងផ្លូវត្រាស់ដឹងដែលយើងហៅថាជាចំណេះត្រាស់ដឹងខ្លួនឯងនោះឡើយ
នៅដំណាក់កាលទី1ប្រៀបដូចជាយើងសំលៀងកំបិតតែដំណាក់កាលទី2នេះប្រៀបដូចជាយើងយកកំបិតមកកាត់ផ្លែឈើយកមកហូបមានន័យថានៅក្នុងដំណាក់កាលនេះនៅក្នុងវគ្គនេះបើយើងចង់បានចំណេះអំពីអ្វីមួយគឺយើងសមាធិទៅលើរបស់នោះបើយើងចង់ស្គាល់អ្វីយើងត្រូវធ្វើសមាធិឲ្យចិត្តបើករៀនអំពីរបស់នោះបើយើងសាកបូកនៃរបស់សមាធិក្នុងដំណាក់កាលទី1និងក្នុងដំណាក់កាលទី2ចូលគ្នានោះយើងនឹងបាននៅចិត្តផ្ដោតបូកនឹងចិត្តរៀនដែលមានន័យថាចិត្តផ្ដោតរៀនដូច្នេះហើយគុណភាពចិត្តផ្ដោតរៀនឬក៏ចិត្តផ្ដោតបើករៀនជាគោលដៅសំខាន់នៅក្នុងមេគាសមាធិនៅក្នុងដំណាក់កាលទី2នេះហើយព្រោះថាវាជាបច្ចេកទេសសមាធិដើម្បីចម្រើននៅបញ្ញាសំណួរសួរទៅទៀតថាតើសមាធិបើកចិត្តនៅក្នុងដំណាក់កាលទី2គេប្រតិបត្តិយ៉ាងដូចម្តេចខ្លះចម្លើយយើងដឹងហើយថាសមាធិនៅក្នុងដំណាក់កាលទី2នេះជាសមាធិចម្រើននៅបញ្ញាដូច្នេះដើម្បីចម្រើននៅបញ្ញាគឺគ្មានអ្វីក្រៅតែពីការរៀននោះឡើយទើបគោលដៅនៃការធ្វើសមាធិនៅក្នុងដំណាក់កាលទី2នេះគឺដើម្បីវឹកហាត់ចិត្តឲ្យបើកទូលាយនៅក្នុងការទទួលយកនៅចំណេះដឹងឬក៏សច្ចភាពនេះឯងតើយើងត្រូវធ្វើដូចម្តេចដើម្បីវឹកហាត់ចិត្តនោះឲ្យបានបើកទូលំទូលាយទៅនៅក្នុងដំណាក់កាលទី1យើងបានវឹកហាត់ចិត្តចេញពីរំញ័រឲ្យមកជាលំនឹងគឺវឹកហាត់ចិត្តពីប្រែប្រួលច្រើនមកបដោតចិត្តតែមួយតែនៅក្នុងដំណាក់កាលទី2នេះយើងវឹកហាត់ចិត្តពីទម្លាប់ចិត្តបិទឲ្យមកជាទម្លាប់ចិត្តបើកដោយទទួលយកការពិតវិញម្ដងតើចិត្តបើកសំណួរទូទៅថាតើចិត្តបើកឬក៏ចិត្តបិទមានន័យដូចបែបដេចនៅក្នុងចិត្តរបស់មនុស្សយើងគឺមានពីរផ្នែកការដឹងនិងការគិតការដឹងគឺជាការបើកឯការគិតគឺជាការបិទនៅពេលមនុស្សយើងគិតគឺគិតដោយផ្អែកលើការចងចាំដែលមាននៅក្នុងអតីតកាលដូច្នេះមនុស្សយើងបានបិទទទួលនៅអ្វីៗដែលកំពុងតែកើតឡើងនៅក្នុងពេលបច្ចុប្បន្នកាលនេះដោយសាររវល់តែទៅជាប់ជាមួយនឹងពិភពស្រមើស្រមៃរបស់គំនិតនោះឯងមនុស្សកាន់តែលង់ជ្រៅទៅជាមួយនឹងការគិតចិត្តក៏កាន់តែភ្លេចនៅបច្ចុប្បន្នភាពដូចមនុស្សមួយចំនួនបច្ចុប្បន្ននៅតែខ្លួនតែគេមិនដឹងថាខ្លួនអ្វីសោះព្រោះចិត្តរបស់គេបានរត់បាត់ចេញពីបច្ចុប្បន្នភាពទៅហើយនោះហៅថាការបិទចិត្តការដឹងគឺជាការបើកចិត្តមានន័យថាការបើកទទួលយកឬក៏ទទួលដឹងនៅអ្វីដែលកំពុងតែកើតមានឡើងនៅក្នុងពេលបច្ចុប្បន្នភាពមនុស្សយើងកាន់តែចម្រើនការដឹងកាន់តែមកកាន់បច្ចុប្បន្នភាពព្រោះថាមានតែបច្ចុប្បន្នប៉ុណ្ណោះដែលជាច្រកទ្វារនៃសច្ចភាពឆ្លងកាត់ការរស់នៅដោយការដឹងគឺជាការរស់នៅពិតតែជាការរស់នៅក្នុងបច្ចុប្បន្នមិនមែនជាការរស់នៅជាប់នៅក្នុងគំនិតពីអតីតកាលនោះឡើយសំណួរសួរទៀតថាហេតុអ្វីយើងទម្លាប់បិទចិត្តបាទសម្រាប់បងប្អូនដែលបានអាននិងស្ដាប់នៅសំឡេងសិភៅសំឡេងខ្លីៗរបស់យើងខ្ញុំរួចហើយប្រសិនបើបងប្អូនមានបំណងចង់ស្ដាប់និងអានមេរៀនពេញនិងសំឡេងពេញលេញតែម្ដងបាទសូមតែចូលទៅកាន់ website trasdeng.com បាទយើងសរសេរ TRAS Trust deng.com បាទដូចនេះបងប្អូនអាចនឹងចូលទៅអាននិងស្ដាប់នៅវីដេអូនិងសំឡេងពេញលេញតែម្ដងនៅក្នុង website របស់យើងសម្រាប់ជំហានបន្តទៀតបាទសូមអរគុណ